បាទបងប្អូនគ្នាជួបរបស់ថ្មីទៀតហើយសួស្តីបងប្អូនអ្នកគ្នាខ្ញុំបាទចេញបែងមកពីខាង VFK Cambodia ដោយក្រោយខ្នងខ្ញុំនេះដូចជារឿងអំណាចតិចហើយបងប្អូនគឺជា Borover Mitsubishi BD2J ប្រភេទ PT អញ្ចឹងកុំឲ្យខាតពេលយូរតើបុលប្រភេទនេះគេយកទៅធ្វើការអ្វីនិងភាគរយរបស់វាមានដល់កម្រិតណាបាទបងប្អូនអ្នកគ្នាកុំឲ្យខាតពេលយូរស្របពេលដែលខ្ញុំមានម៉ែត្រក្នុងដៃស្រាប់អញ្ចឹងយើងមកវាស់បតាំងក៏ដូចជាប៉ែរបស់វាតើវាមានប្រវែងប៉ុន្មានដល់យើងអាចមើលឃើញថាបតាំងរបស់វាបងប្អូនជាប្រភេទបតាំងសតបជែកមានប្រវែងរហូតដល់ទៅ1ម៉ែត្រជាមួយនឹងប៉ែរបស់វាខាងមុខបងប្អូនគឺ3ម៉ែត្រចុច15បងប្អូនគឺវែងមែនតែម្ដងហើយអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍ទៀតនោះបងប្អូនគឺថាជើងក្រោមរបស់វាគឺស្អាតនៅភាគរយគួរហ្វាក់ហ្វីរឡូកម្មកាយគឺយើងអាចដឹងថាបុលមួយនេះគឺគេប្រើប្រាស់តិចបាទបងប្អូនអ្នកគ្នាមានអតិជនមួយចំនួនគាត់មានការចម្លែកចិត្តត្រង់ថាប៉ែក៏វែងបតាំងក៏វែងតើគេយកទៅធ្វើការអ្វីបងប្អូនប៉ុន្តែសម្រាប់អតិជនរបស់ VFK ផ្ទាល់តែម្ដងគឺគាត់មិនចម្លែកទេបងប្អូនព្រោះថាបុលប្រភេទនេះក៏មានអតិជនរបស់យើងជាវយកទៅប្រើប្រាស់ច្រើនដែរបងប្អូនអញ្ចឹងយើងវិលត្រឡប់មកបុលរបស់យើងវិញសម្រាប់បុលជាប្រភេទ PT ក៏ដូចជាបតាំងវែងប៉ែវែងបែបនេះគឺគេយកទៅធ្វើបែបកសិកម្មបងប្អូនគឺយើងយកទៅបលើដីស្រែដីផុកឬក៏ដីមានការបែកម៉ាំខ្លាំងគឺគេយកបុលបែបនេះយកទៅឈូសឆាយក៏ដូចជាយកទៅប្រើប្រាស់បងប្អូនព្រោះតែបតាំងវាបែកសតបជែកនិងវែងបងប្អូនអញ្ចឹងវាមិនងាយជាប់ផងឬក៏ជួបឧបសគ្គអ្វីផ្សេងជាមួយនឹងដីផុកដីល្បាប់នោះទេបងប្អូនអញ្ចឹងហើយបានគេជ្រើសរើសយកបុលប្រភេទនេះយកទៅប្រើប្រាស់ហ្វាក់សមនឹងសាធារណភាពការងាររបស់គេបាទបងប្អូនគ្នាពេលនេះយើងក៏លែងមកមើលប៉ែកខាងមុខវិញបងប្អូនដែលយើងអាចដឹងថាបុលប្រភេទនេះគឺជាប្រភេទបុលហ្វារាំង3ហើយអ្វីដែលយើងកត់សម្គាល់ទៀតនោះបងប្អូនគឺថាប៉ែកខាងមុខរបស់វាគឺគេធ្វើបែបលក្ខណៈមិនសាំញ៉ាំច្រើនទេបងប្អូនងាយស្រួលដោះដូរគ្រឿងបន្លាស់ក៏ដូចជាលាងសម្អាតមែនតែនព្រោះថាបុលប្រភេទនេះគឺគេយកទៅមុជជាមួយនឹងផុកតែម្ដងបងប្អូនធ្វើដីស្រែដីផុកក៏ដូចជាដីល្បាប់ផ្សេងៗបងប្អូនអញ្ចឹងហើយបើគេធ្វើសាំញ៉ាំច្រើនពិបាកលាងក៏ដូចជាមានការចង្អៀតនៅខាងមុខនេះប្រព័ន្ធ4ដុតសັບគ្រប់អីអញ្ចឹងក៏យើងពិបាកតាមនឹងដែរបងប្អូនប៉ុន្តែនេះទលាយវឹងតែម្ដងបងប្អូនអញ្ចឹងបងប្អូនងាយស្រួលយកទៅប្រើប្រាស់និង maintenance សូមអរគុណបងប្អូនអ្នកគ្នាបានតាមដានវីដេអូមួយនេះមួយវិញទៀតបងប្អូនស្រុកគេគឺសម្បូរបែបមែនតែនផ្នែកកសិកម្មស្អីក៏គេមានប្រើប្រាស់ដែរចំណែកស្រុករបស់យើងគឺកំពុងតែវិវត្តខ្លួនទៅរកប្រទេសគេដូចគ្នាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែរត្រូវការបុលមួយគ្រឿងនេះអាចតាក់ទងមក VFK Cambodia បានមួយវិញទៀតធានាជូនបងប្អូនថាបុលមួយគ្រឿងនេះគឺមកពីជប៉ុនចំសំណុំដើមទាំងអស់មិនមានការបាក់បែកតាប់កន្លែងណានោះទេជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ